បន្ទាប់មកខ្ញុំមានឱកាសទទួលបានការក្នុងការinternship program នៅក្នុងក្រុមហ៊ុន Renaissance ក្នុងឆ្នាំ2021បន្ទាប់ពីបញ្ចប់ internship program ខ្ញុំក៏បានចាប់ផ្ដើមធ្វើការជាបុគ្គលិកពេញសិទ្ធិនៅក្នុងក្រុមហ៊ុន Renaissance ក្នុងចំពោះតួនាទីជា metallurgy គឺផ្ដោតទៅលើការចម្រាញ់មាសដែលចាប់ផ្ដើមពីដំណាក់កាលដំបូងនៃការទាញយកមាសគឺការបំបែកថ្មបន្ទាប់មករហូតដល់ដំណាក់កាលនៃការចម្រាញ់មាសបានជាដុំមាស I start work at Renaissance in 2020 of December. Is the camp manager that in charge all the camp. We have the gym and we have the football field and we have the basketball. We have tennis for the staff for play when they finish that work. ក្នុងនាមជាបុគ្គលិកពេញសិទ្ធិហើយក្នុងនាមជា operator ម្នាក់គឺយើងធ្វើការគ្រប់គ្រងទៅលើ production នៅក្នុង processing ឬក៏យើងហៅថាដំណើរការរបស់រោងចក្រដែលយើងគ្រប់គ្រងដោយប្រព័ន្ធមួយដូចដែលបានឃើញនៅក្នុងរូបភាពនេះអញ្ចឹង After I complete my degree, I work here as mine geologist. On my role, like at the technical field, we still have a challenge. What I gain through my job here, improve my communication skills, talk with each other, open up. ក្រោយពីបញ្ចប់ការសិក្សានៅក្នុងសាលាបច្ចេកទេសនៅមណ្ឌលវិជ្ជាជីវៈខេត្តមណ្ឌលគិរីមកនេះខ្ញុំក៏ទទួលបានឱកាសបានមកចុះ internship នៅក្នុងក្រុមហ៊ុនមួយនេះរយៈពេល3ខែគឺនៅចន្លោះឆ្នាំ2024ដល់ឆ្នាំ2025បន្ទាប់ពីចុះកម្មសិក្សារយៈពេល3ខែមកនាងខ្ញុំក៏ក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្នុងក្រុមហ៊ុនមួយនេះ I am recently graduated from Institute of Technology of Cambodia, majoring in georesources and geotechnical engineering. During my academic journey, I have an opportunity to internship here for 6 weeks in 2024. I really enjoy the environment of working here and also excited the opportunity to gain the experience in the real world of open pit mining. ជាដើមឡើយដែលខ្ញុំបានមានវត្តមាននៅទីនេះគឺតាមរយៈការចុះកម្មសិក្សាដែលផ្ដល់ជូនដោយសាលាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ទាប់ពីបញ្ចប់កម្មសិក្សានៅទីនេះរយៈពេល3ខែក៏មានឱកាសទទួលឲ្យចូលជាបុគ្គលិកពេញសិទ្ធិដោយក្រុមហ៊ុន Renaissance នេះផងដែរ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី12នាងខ្ញុំបានដាក់ពាក្យចូលមកធ្វើការនៅក្រុមហ៊ុន Renaissance តែជា cleaner នៅក្នុងឆ្នាំ2021ក្រោយចុងឆ្នាំ2021នាងខ្ញុំក៏បានទទួលឱកាសថ្មីម្ដងទៀតដោយក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យនាងខ្ញុំចូលបម្រើការងារនៅក្នុង labo ឬបន្ទប់ពិសោធន៍សប្តាហ៍ថ្ងៃនាងខ្ញុំបានបម្រើការងារតួនាទីជា metallurgy technical